នៅធ្វើដំណើរតាមឡានហើយពេលខ្លះកូនយំខ្លាំងពេកគាត់ទាមើលទូរស័ព្ទឬមើលកណ្ដាលគ្នាត្រូវការមើលឯកសារឬមើលក៏មើលទូរស័ព្ទអីខ្ញុំប្រាប់ពីវិធីមួយដែលអ្នកគ្នាគ្រាន់តែមានអាវយឺតក៏បានដែរបើសិនជាមានអាវហ៊ូឌីធ្វើការតាក់នៅកន្លែងនេះតែបើអត់មានទេខ្ញុំធ្វើការតាក់អញ្ចេះចេះតាក់ចូលអញ្ចឹងមកតាក់កចូលអញ្ចឹងមកហើយបន្ទាប់មកទូរស័ព្ទនៅនេះទូរស័ព្ទអញ្ចឹងណាទូរស័ព្ទនេះដកខេសយើងចេញមកហើយបន្ទាប់មកយើងយកខេសហ្នឹងដាក់ចូលខាងក្នុងទូរស័ព្ទនេះនេះចូលក្នុងនេះហើយបន្ទាប់មកយើងធ្វើចេះហើយយើងចង់បានប្រវែងណាលើខ្ពស់ធៀងធ្លាក់មកក្រោយអ្នកមកក្រោមមកតែយើងចង់បានធៀងខ្ពស់យើងដាក់មកអញ្ចឹងមកប៉ុណ្ណឹងចឹងមើលបានអ្នកឃើញអត់នឹងភ្នែកឡើងហើមកុំគៀអូនអូខេអ្នកនរគ្នាអាចសាកល្បងធីបទាំងអស់នេះបានដោយសារតែពេលខ្លះយើងអង្គុយក្រោយអញ្ចឹងអត់មាន screen មើលទេហើយពេលខ្លះពិបាកខ្លាំងមែនទែនហើយគ្រាន់តែសាកល្បងទៅដើម្បីកុំឲ្យកូនយំអីពេលជិះតាមផ្លូវចាអញ្ចឹងចង់ដឹងអីទៀតពីដានណា